បងប្អូនពេលដែលពួកបងចុះមកហើយយើងមានអណ្ដូងទឹកមានជីកអណ្ដូងទឹកស្អាតពេលដែលយើងមានទឹកស្អាតប្រើយើងមានអារម្មណ៍មិនសប្បាយចិត្តអត់អូខេពេលដែលបានទឹកប្រើវាស្រួលអត់ពីមុនអត់ទឹកស្អាតប្រើពិបាកអត់ចឹងសប្បាយចិត្តខ្លាំងអត់អូខេសប្បាយធ្វើម៉េចយេខ្ញុំបាទឈ្មោះផើងចន្ទធូជាគណៈគ្រប់គ្រងសាលាបឋមសិក្សាស្វាយជីក្រៃស្ថិតនៅភូមិស្វាយជីក្រៃភូមិឫស្សីសាញ់ស្រុកធីធើកណ្ដាលខេត្តព្រៃវែងសាលាខ្ញុំមានលោកគ្រូអ្នកគ្រូចំនួន5នាក់ស្រី3នាក់បាទហើយមានសិស្សសរុបនោះគឺ132នាក់ស្រី66នាក់អរគុណណាសាលាយើងខ្ញុំពីមុនមកមានដងដែរដងចាស់ចាស់ហ្នឹងគឺរីងពិបាកក្នុងការបូមពិបាកក្នុងការយកទឹកមកប្រើប្រាស់បច្ចុប្បន្ននេះគឺបាទមានអង្គការបានគាត់មកជួយអណ្ដូងបាទអណ្ដូងមកសាលាយើងខ្ញុំហ្នឹងគឺគាត់ជួយជាអណ្ដូងហើយគាត់បានបំពាក់នៅម៉ូទ័របូមទឹកមួយគ្រឿងតែម្ដងអណ្ដូងថ្មីហ្នឹងគឺទឹកស្អាតហើយគាត់ដើម្បីដាក់ឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសានុសិស្សយើងខ្ញុំបានប្រើប្រាស់មេដាបិតាអាណាព្យាបាលឬសហគមន៍ទាំងមូលអាចមកប្រើប្រាស់នៅទឹកអណ្ដូងស្អាតនេះបានព្រោះទឹកហ្នឹងគឺសំខាន់ណាស់មិនថាមនុស្សមិនថារុក្ខជាតិសត្វគឺសំខាន់បំផុតគឺទឹកហ្នឹងហើយបាទអញ្ចឹងសិស្សសានុសិស្សខ្ញុំគឺបានយកទឹកហ្នឹងគឺដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃគឺហូបពិសាសម្រាប់លាងដៃហើយសហគមន៍យើងខ្ញុំអាចមកប្រើប្រាស់ទឹកស្អាតនេះបានថ្លែងអំណរគុណដល់អង្គការដែលបានផ្ដល់ជាអណ្ដូងទឹកស្អាតជូនពរទៅដល់អង្គការនិងបុគ្គលិកទាំងអស់ប្រទះតែសេចក្តីសុខនិងសុវត្ថិភាពជារៀងរហូតអរគុណខ្លាំងមែនទែនសម្រាប់នឹងជំនួយក្នុងការធ្វើអណ្ដូងទឹកនៅសាលារៀននេះហើយមានតែការអរគុណទេតែសម្រាប់ជូនទៅដល់ម្ចាស់ជំនួយសូមព្រះប្រទានពរឲ្យមានសុខភាពល្អ I love you